ពេលពាក់ខោអាវជាភាសាកូរ៉េប្រើពាក្យ ipta ក៏ប៉ុន្តែពេលពាក្យនាឡិកាវិញគឺប្រើពាក្យ chada បើសិនជាយើងចង់និយាយថាពាក្យជាភាសាកូរ៉េយើងត្រូវតែចេះ5 6ពាក្យណោះបងប្អូនសម្រាប់សម្លៀកបំពាក់ដូចជាខោអាវអីហ្នឹងគឺយើងប្រើពាក្យ ipta ipta ស្លៀកឬក៏ពាក់ដូចជាស្លៀកខោ 바지를 입다 바지를 입다 ស្លៀកខោពាក់អាវ 옷을 입다 옷을 입다ពាក់អាវអញ្ចឹងសម្រាប់សម្លៀកបំពាក់ការស្លៀកពាក់គឺយើងប្រើពាក្យ ipta ipta ហើយសម្រាប់ស្បែកជើងឬក៏ស្រោមជើងអីគឺយើងប្រើពាក្យ shinta shinta ប្រើសម្រាប់ពាក់ស្បែកជើងឬក៏ពាក់ស្រោមជើងឧទាហរណ៍ដូចជាពាក់ស្បែកជើង shinbare shinta shinbare shinta ឬក៏ពាក់ស្រោមជើង yangmare shinta yangmare shintaហើយនៅពេលដែលយើងពាក់មួកឬក៏យើងពាក់វ៉ែនតាយើងត្រូវប្រើពាក្យផ្សេងទៀតណាអ្នកទាំងអស់គ្នាសម្រាប់ការពាក់មួកឬក៏ពាក់វ៉ែនតាជាភាសាកូរ៉េគឺយើងប្រើពាក្យ suda suda ពាក់ប្រើសម្រាប់ពាក់មួកឬក៏ពាក់វ៉ែនតាឧទាហរណ៍ដូចជាពាក់មួកជាភាសាកូរ៉េ mojaru suda mojaru suda mojaru suda ពាក់មួកពាក់វ៉ែនតា 안경을 쓰다 안경을 쓰다ពាក់វ៉ែនតាហើយសម្រាប់នៅពេលដែលយើងពាក់ចិញ្ចៀនឬក៏យើងពាក់ឡែននៅភ្នែកជំនួសឲ្យវ៉ែនតាហ្នឹងគឺយើងប្រើពាក្យ kida 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 អញ្ចឹងដូចទៅជាយើងពាក់ឡែនអញ្ចឹងជាភាសាកូរ៉េគឺយើងនិយាយថា 렌즈를 끼다 렌즈를 끼다 ឬក៏ពាក់ចិញ្ចៀន 반지를 끼다 반지를 끼다 반지를 끼다 ពាក់ចិញ្ចៀននៅអត់ទាន់អស់ហើយណាសម្រាប់នាឡិកាបើសិនជាយើងពាក់នាឡិកាដៃគឺគេប្រើពាក្យ chada chada ឧទាហរណ៍ដូចយើងពាក់នាឡិកាដៃអញ្ចឹងគេប្រើពាក្យថា 손목시계를 chada 손목시계를 chada ពាក់នាឡិកាហើយសម្រាប់ខ្សែកវិញនៅពេលដែលយើងនិយាយថាពាក់ខ្សែកគឺយើងប្រើពាក្យ hada ក៏បានយើងប្រើពាក្យ chada ក៏បានដែរបងប្អូនទាំងអស់គ្នាហើយសម្រាប់ជនជាតិកូរ៉េដែលនៅជុំវិញខ្លួនខ្ញុំវិញនៅពេលពាក់ខ្សែកច្រើនប្រើពាក្យ hada ដូចជា mokori ឬ hada ពាក់ខ្សែកសម្រាប់ពាក់ខ្សែកក៏យើងប្រើពាក្យ chada បានដែរដូចជា mokori ឬ chada ដូច្នេះសម្រាប់ពាក់ខ្សែកគឺយើងប្រើពាក្យ mokori ឬ hada ក៏បាន mokori ឬ chada ក៏បានដែរហើយសម្រាប់កង្វិលក៏យើងអាចប្រើបានពីរពាក្យដែរនៅពេលដែលយើងនិយាយថាពាក់កង្វិលសម្រាប់កង្វិលគឺយើងប្រើពាក្យ hada ក៏បានហើយយើងប្រើពាក្យ kida ក៏បានដែរដូច្នេះពាក់កង្វិលគឺយើងអាចនិយាយបានពី kikori ឬ hada ក៏បានហើយមួយទៀតគឺយើងប្រើ kikori ឬ kida kikori ឬ kida អញ្ចឹងពីរនេះគឺយើងប្រើមួយណាក៏បានដែរដូច្នេះសម្រាប់សម្លៀកបំពាក់ស្លៀកឬក៏ពាក់ជាភាសាកូរ៉េគឺយើងប្រើពាក្យ ipta ipta ហើយសម្រាប់មួកឬក៏វ៉ែនតាយើងប្រើពាក្យ suda suda នៅពេលដែលយើងពាក់ស្បែកជើងពាក់នៅពេលនេះគឺយើងប្រើពាក្យ shinta shinta ហើយសម្រាប់ពាក់នាឡិកាវិញសម្រាប់នាឡិកាគឺយើងប្រើពាក្យ chada chada ពាក់ខ្សែកគឺយើងប្រើបានពីរយើងប្រើពាក្យ chada ក៏បានយើងប្រើពាក្យ hada ក៏បានដែរហើយសម្រាប់ពាក់ដូចជាពាក់ចិញ្ចៀនឬក៏ពាក់ឡែនគឺយើងប្រើពាក្យ kida kida នៅពេលដែលយើងពាក់ក្រវិលគឺយើងប្រើពាក្យ hada ក៏បានយើងប្រើពាក្យ kida ក៏បានដែរ